100 ឆ្នាំទៀតនឹងមានអ្វីកើតឡើង100 ឆ្នាំទៀតគឺជាឆ្នាំ2126នៅឆ្នាំ2126គឺជាឆ្នាំដែលខ្ញុំនិងបងប្អូនទាំងអស់គ្នាគឺអត់មានជីវិតរស់នៅលើផែនដីមួយនេះបន្តទៀតនោះទេផ្ទះដែលបងប្អូនមានចង់ផ្ទះល្អផ្ទះវិឡាផ្ទះភូមិគ្រឹះប៉ុណ្ណាក៏ដោយថ្លៃប៉ុណ្ណាក៏ដោយផ្ទះនោះនឹងមិនមែនជាផ្ទះរបស់បងប្អូនទៀតនោះទេដីស្រែចម្ការដែលបងប្អូនមានចង់រាប់ពាន់រាប់ម៉ឺនហាត់ប៉ុណ្ណាក៏ដោយក៏វាមិនមែនជាដីរបស់បងប្អូនទៀតនោះដែរឡានទំនើបដែលបងប្អូនកំពុងតែជិះក្នុងពេលបច្ចុប្បន្ន100ឆ្នាំទៀតវាមិនមែនជាឡានរបស់បងប្អូនទៀតនោះទេឡាននោះបងប្អូនអាចលក់ឲ្យអ្នកដទៃឬក៏បងប្អូនត្រូវបានលក់ឲ្យអេតចាយបាត់ទៅហើយលុយដែលបងប្អូនមានចង់ច្រើនប៉ុណ្ណាក៏ដោយក្នុងពេលបច្ចុប្បន្ននេះ100ឆ្នាំទៀតលុយនោះមិនមែនជាលុយរបស់បងប្អូនទៀតនោះទេទី1បងប្អូនអាចស្លាប់មុនពេលដែលបងប្អូនចាយលុយទាំងអស់នឹងអស់ទី2បងប្អូនអាចចាយលុយទាំងអស់នឹងអស់មុនពេលដែលបងប្អូនស្លាប់បងប្អូនឋានៈតួនាទីដែលបងប្អូនកំពុងតែកាន់ក្នុងពេលបច្ចុប្បន្នទោះបីជាវាធំប៉ុណ្ណាក៏ដោយវាខ្ពង់ខ្ពស់ប៉ុណ្ណាក៏ដោយ100ឆ្នាំទៀតបងប្អូននឹងមិនអាចកាន់ឋានៈតួនាទីមុខតំណែងនឹងបន្តទៀតបាននោះទេដូច្នេះសំណួរសួរថាហេតុអ្វីបានជាសពថ្ងៃនេះយើងគុំគួនអ្នកដទៃចង់ឆ្លោះជាមួយអ្នកដទៃចង់កាប់សម្លាប់អ្នកដទៃចង់ធ្វើបាបអ្នកដទៃយើងតែងតែចង់បំពានអ្នកដទៃយើងតែងតែចង់បានលុយច្រើនជាងនឹងឡានល្អជាងនឹងឡានថ្មីជាងនឹងផ្ទះធំជាងនឹងថ្លៃជាងនឹងដីស្រែចម្ការច្រើនជាងនឹងអាជីវកម្មធំជាងនឹងច្រើនជាងនឹងបងប្អូនទាំងអស់គ្នាតើបងប្អូនពិតជាត្រូវការឡានថ្មីជាងនឹងឡានទំនើបជាងនឹងផ្ទះធំជាងនឹងផ្ទះល្អជាងនឹងលុយច្រើនជាងនឹងឋានៈតួនាទីធំជាងពេលបច្ចុប្បន្នមែនដែរទេឬក៏ជីវិតរបស់យើងត្រូវការតែបាយ3ពេលដើម្បីរស់ក៏អាចរស់បានចំណុចនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាគិតគូរពិចារណាបន្តិចតើសប្តាហ៍ថ្ងៃបងប្អូនបានប្រើប្រាស់ពេលវេលាជាមួយនឹងប្រពន្ធកូនរបស់យើងគ្រប់គ្រាន់ដែរទេតើសប្តាហ៍ថ្ងៃបងប្អូនបានធ្វើគុណចំពោះអ្នកមានគុណរបស់បងប្អូនដែរទេបងប្អូនសាកគិតបន្តិចទៅមើលថាក្រោយពេលដែលយើងស្លាប់ទៅកូនចៅរបស់យើងនឹងព្យួររូបថតរបស់បងប្អូននៅក្នុងផ្ទះរបស់គេនោះបានរយៈពេលប៉ុន្មានឆ្នាំខ្ញុំថាច្រើនបំផុតទៅ30-40ឆ្នាំនោះច្រើនបំផុតហើយក្រៅតែពីប្រហែលឆ្នាំនោះរូបថតហ្នឹងវាទៅនៅក្នុងធុងសម្រាមទៅហើយបងប្អូនសាកសួរខ្លួនឯងបន្តិចទៅមើលថាក្នុងពេលបច្ចុប្បន្ននេះតើយើងមានចាំឈ្មោះឪពុកម្ដាយជីដូនជីតារបស់យើងដែរឬទេអត់ទេយើងអត់មានចាំទេយើងអត់ដឹងឈ្មោះគាត់ឈ្មោះអីប៉ុណ្ណឹងអញ្ចឹងហេតុអីបានជាយើងលោភលន់ម្លេះហេតុអីបានជាចិត្តរបស់យើងចង់ឈ្នះចង់ចាញ់ជាមួយអ្នកដទៃខ្លាំងម្លេះហេតុអីបានជាបងប្អូនឆេវឆាវម្លេះហេតុអីបានជាងាកបន្តិចបងប្អូនខឹងអ្នកដទៃលឿនម្លេះហេតុអីបានជាពេលខ្លះកូនចៅរបស់បងប្អូនធ្វើខុសតិចតួចស្ដីឲ្យគាត់ខ្លាំងម្លេះហេតុអីបានជាយើងនៅចិត្តខាងជាមួយគ្នាមិនចេះយោគយល់អធ្យាស្រ័យឲ្យគ្នាហេតុអីបានជាយើងជិះផ្លូវជាមួយគ្នាប៉ុន្តែយើងមិនអនុគ្រោះឲ្យគ្នាហេតុអីបានជាយើងជាតិសាសន៍តែមួយតែយើងមិនអាចស្រឡាញ់គ្នាបានហេតុអីបានជាយើងជាតិសាសន៍តែមួយយើងមិនអាចរួបរวมគ្នាបានហេតុអីបានជាយើងជាជាតិសាសន៍តែមួយតែយើងមិនមានក្តីមេត្តាឲ្យគ្នាទៅវិញទៅមកខណៈពេលដែលយើងមានដូនតារួមគ្នាយើងមានទឹកដីរួមគ្នាភាសារួមគ្នាប្រវត្តិសាស្ត្ររួមគ្នាយើងមានជំនឿសាសនារួមគ្នាយើងនៅក្នុងប្រទេសតែមួយហេតុអីបានជាយើងមិនចេះស្រឡាញ់គ្នាមិនចេះឲ្យតម្លៃគ្នាមិនចេះយល់យកគ្នាហេតុអីបានជាយើងចេះតែចង់រករឿងគ្នាឆ្លោះគ្នាគុំគួនគ្នាស្អប់គ្នាបែងជើងគ្នាលាបពណ៌គ្នាហេតុអ្វីតើយើងអាចធ្វើល្អដាក់គ្នាបានដែរទេខណៈពេលដែលយើងទាំងអស់គ្នានឹងមិនអាចចាក់ចេញពីជីវិតមួយនេះដោយមានជីវិតទេថ្ងៃដែលយើងចាក់ចេញពីជីវិតមួយនេះគឺយើងស្លាប់ហើយយើងអត់មានជីវិតរស់នៅបន្តទៀតទេតើយើងអាចធ្វើល្អដាក់គ្នាបានទេយើងអាចស្រឡាញ់គ្នាបានទេយើងអាចជួយគ្នាបានទេចម្លើយគឺបានចោះបើបានមិនក៏មិនស្រឡាញ់គ្នាមិនក៏មិនជួយគ្នាមិនក៏មិនអនុគ្រោះយោគយល់ឲ្យគ្នាទៅវិញទៅមកក្នុងនាមយើងជាខ្មែរបើទោះបីជាយើងស្អប់គ្នាឯងប៉ុណ្ណាក៏ដោយយើងពុំគួរទាន់ស្អប់គ្នាឯងស្មើនឹងស្អប់ជាតិសាសន៍ដទៃដែលចង់ឈ្លានពានទឹកដីយើងដែលចង់បំពានយើងដែលចង់ធ្វើសង្គ្រាមជាមួយយើងទេអត់ទេបងប្អូនយើងត្រូវស្រឡាញ់គ្នាឯងមុនសិនមុនពេលដែលយើងចង់ឆ្លោះទាស់តែងគ្នានោះកុំអីបងប្អូនខ្ញុំសុំតែម្ដងនៅក្នុងវីដេអូមួយនេះសូមចាប់ពីពេលនេះទៅសូមបុព្វបុរសខ្មែរសូមដួងព្រលឹងដូនតាខ្មែរជួយដាស់ស្មារតីយុវជនជួយដាស់ស្មារតីប្រជាជនខ្មែរទាំងនៅក្នុងស្រុកនិងក្រៅស្រុកឲ្យចេះរួបរวมគ្នាចេះសាមគ្គីគ្នាចេះស្រឡាញ់គ្នាចេះសន្តោសប្រោសប្រណីចេះមេត្តាឲ្យគ្នាទៅវិញទៅមកហើយចេះសាមគ្គីគ្នារួបរวมឯកភាពជាតិដើម្បីជួយជាតិពង្រឹងសេដ្ឋកិច្ចជាតិឲ្យជាតិរបស់យើងរុងរឿងរីកចម្រើនដោយប្រទេសនៅឯលោកខាងលិចបងប្អូនទាំងអស់គ្នា100 ឆ្នាំទៀតយើងទាំងអស់គ្នាបើមិនកប់ទេដុតច្រើនបំផុតនៅសល់ផេះ
ដូច្នេះកុំអួតក្អេងក្អាងបំពេញធ្វើបាបឆ្លោះទាស់តែងមើងងាយប្រមាថជន់ឈ្លីលៀបពណ៌អ្នកដតីឲ្យសោះកុំសូមធ្វើសេចក្តីល្អមានពេលវេលាសូមចំណាយពេលវេលារបស់យើងនោះជាមួយម្ដាយឪពុកយើងសូមធ្វើគុណដាក់លោកផងនឹករលឹកលោកផងលោកចាស់ហើយលោករស់នៅមិនបាន50ឆ្នាំទៀតទេច្រើនផុតទេលោកនៅបាន20 30ឆ្នាំទៀតនោះធ្វើគុណដាក់លោកផងនឹកលោកផងទៅអើតមើលមុខលោកផងលោកឯកាណាស់លោកចាស់ហើយលោកនឹកកូននឹកបងនឹកប្អូននឹកសាច់ញាតិនៅក្នុងវ័យចាស់មិនចង់បានអ្វីច្រើនទេចង់ឃើញមុខកូនចង់ឃើញកូនមានក្តីសុខចង់ឃើញកូនមានអនាគតល្អចង់ឃើញកូនគឺជាធនធានមនុស្សមូលធនមនុស្សរបស់សង្គមអរគុណបងប្អូនជម្រាបលា